บัดจุดสบายคนต่อคนนี้จึงจุดคะแนนลองทิศขนมการเรียนภาษาอังกฤษบ่ยังงั้นนั้นยังหนึ่งเรียนบอกปลายอัตบัดภาษาอังกฤษบ่ยังชิบมาต่อทิศให้อัตบัดบ่ยังงั้นนั้นเตะตัวจมูกนักการดอกสนองอัตบัดกษัตริย์ขนมกษัตริย์นั้นคือยังดอกสนองจันปีซาพเมียนพนมเป็นต่อโอเคให้นักขนมนั้นคือสิ่งทำให้บางคนกินธาพนมเป็น Swift 2,700 size in war on cybercrime โอเคให้สำหรับบางคนได้เหมือนตอนมันช่วย subscribe ซูมช่วย subscribe ช่วยสัญญากันดังដើម្បីទទួលឲ្យមេរៀនថ្មីៗពីខ្ញុំអូខេឥឡូវបងប្អូនយើងមើលចំណងជើងកាសែតហ្នឹងបងប្អូនគេដាក់ថាភ្នំពេញ Swift 2,700 size in war on cybercrime ទីក្រុងភ្នំពេញបានបោះសម្អាតទីតាំងចំនួន 2,700 កន្លែងនៅក្នុងសង្គ្រាមប្រឆាំងទៅនឹងការឆបោកតាមអ៊ីនធឺណិតតែឥឡូវបងប្អូនយើងមើលយើងមានពាក្យបបាក់ទីនៅក្នុងហ្នឹងឥឡូវយើងមើលពាក្យSwift នឹងមានន័យថាបោះសម្អាតធម្មតាយើងបោះផ្ទះគឺយើងប្រើ Swift នឹងដែរប៉ុន្តែបើយើងបោះសម្អាតលក្ខណៈដូចថាបង្ក្រាបអំពើខុសច្បាប់អីក៏គេអាចប្រើ Swift នឹងបានដែរណាពាក្យ size នេះមានន័យថាទីតាំងអញ្ចឹងទីតាំងចំនួន 2,700 កន្លែង in war នៅក្នុងសង្គ្រាម on cybercrime ទៅលើឧក្រិដ្ឋកម្មអ៊ីនធឺណិតអញ្ចឹងពាក្យ cyber នេះមានន័យថាអ៊ីនធឺណិតហើយពាក្យ crime មានន័យថាឧក្រិដ្ឋកម្មអញ្ចឹងពាក្យហ្នឹងមានន័យថាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតអូខេឥឡូវបងប្អូនយើងមើលនៅក្នុង paragraph ទី1នេះគេដាក់ថាម៉េច A 15-day crackdown in the capital nets more than 21,000 foreigner suspects including ringleaders as Cambodia tries to make good its fight to eradicate internet scam networks before Khmer New Year អញ្ចឹងក្នុងនោះគេសរសេរថាការបង្ក្រាបរយៈពេល15ថ្ងៃនៅក្នុងរាជធានីចាប់បានជនសង្ស័យដែលជាជនបរទេសចំនួនច្រើនជាង 21,000 នាក់រួមទាំងមេខ្លោងចំពេលដែលប្រទេសកម្ពុជាប្រឹងប្រែងធ្វើឲ្យបានល្អនៅការសន្យារបស់ខ្លួនក្នុងការលុបបំបាត់បណ្ដាញឆបោកតាមអ៊ីនធឺណិតមុនពេលចូលឆ្នាំខ្មែរអញ្ចឹងបងប្អូនយើងមើលនេះក្នុងវីដេអូនេះគេដាក់ថា a 15-day crackdown មានន័យថាការបង្ក្រាបរយៈពេល15ថ្ងៃអញ្ចឹងពាក្យ crackdown នេះមានន័យថាការបង្ក្រាបហើយពាក្យ 15-day វាជា adjective phrase មានន័យថាវាជា clear គុណនាមដែល modify ទៅឲ្យពាក្យ crackdown នេះមានន័យថាការបង្ក្រាបរយៈពេល15ថ្ងៃហើយពាក្យ in the capital នៅក្នុងរដ្ឋធានីបើប្រទេសយើងមានស្ដេចអញ្ចឹងដាក់រាជធានីមក preposition of phrase ណា in the capital ហ្នឹងវា modify ទៅឲ្យនេះវាបញ្ជាក់ន័យទៅឲ្យពាក្យ crackdown នេះមានន័យថាបង្ក្រាបនៅក្នុងរាជធានីភ្នំពេញ net ធម្មតាបើជានាមប្រែសំណាញ់ប៉ុន្តែបើសិនជា verb អញ្ចឹងប្រែថាចាប់បាន more than 21,000 foreign suspects អញ្ចឹងពាក្យ suspect មានន័យថាជនសង្ស័យហើយពាក្យ foreign ហ្នឹងគឺបរទេសអញ្ចឹងពាក្យ more than 21,000 foreign suspect នេះវាជា objective វាជាកម្មបត្តិនេះវាជាកម្មបត្តិរបស់កិរិយាសព្ទ net អូខេដែលមាន suspect នេះវាជា head noun ហើយពាក្យ more than 21,000 នេះវាជា quantifier វាជាពាក្យសម្រាប់បញ្ជាក់ពីចំនួនដែលដើរតួនាទីជា adjective ហើយពាក្យ foreign ហ្នឹងមានន័យថាបរទេសដែលវាដើរតួនាទីជា adjective ដែលវា modify ទាំងអស់ហ្នឹងគឺវា modify ទៅឲ្យពាក្យ suspect នេះមានន័យថាជនសង្ស័យដែលជាជនបរទេសហ្នឹងច្រើនជាង 21,000 នាក់ including ringleaders ដែលរួមបញ្ចូលទាំងមេខ្លោងអញ្ចឹងពាក្យ ringleaders មានន័យថាមេខ្លោង including រួមបញ្ចូលទាំងអញ្ចឹងវាជា present participle phrase គឺវា add extra information to the suspect នេះវាបន្ថែមអត្ថន័យឲ្យកាន់តែច្បាស់ចំពោះពាក្យ suspect នេះជនសង្ស័យអូខេអញ្ចឹងត្រឹមពាក្យ s នេះមកវាគឺជាគេហៅថា adverbial clause ដែលដើរតួនាទីជា adverb អូខេអញ្ចឹងយើងប្រើថាចំពេលដែលប្រទេសកម្ពុជាប្រឹងប្រែងអញ្ចឹងពេល strike នេះគឺមានន័យថាប្រឹងប្រែងធ្វើឲ្យបានល្អ to make good នេះធ្វើឲ្យបានល្អ it pledge នៅការសន្យារបស់ខ្លួនអញ្ចឹងពាក្យ pledge នេះការសន្យារបស់ខ្លួន to ដើម្បី eradicate internet scam network មានន័យថាដើម្បីលុបបំបាត់អញ្ចឹងពាក្យ eradicate លុបបំបាត់បណ្ដាញឆបោកតាមអ៊ីនធឺណិត before Khmer New Year មុនពេលចូលឆ្នាំខ្មែរអញ្ចឹងពាក្យ before Khmer New Year នេះវាគឺជា prepositional phrase ដែលវាបញ្ជាក់អំពីពេលវេលាមានន័យថាមុនពេលចូលឆ្នាំខ្មែរ
According to a report from the Secretariat of the Commission for Combating Online Scams (CCOS) from February 3rd to 18, the Unified Command of Phnom Penh Municipal Administration conducted a sweep of buildings suspected of hosting online scam activities អញ្ចឹងក្នុងនោះគេសរសេរថាយោងតាមរបាយការណ៍មួយពីលេខាធិការដ្ឋាននៃគណៈកម្មាធិការបង្ក្រាបការឆបោកតាមអ៊ីនធឺណិតដែលហៅកាត់ថា CCOS ពីថ្ងៃទី3ដល់ថ្ងៃទី18ខែកុម្ភៈគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការដឹកនាំការបោសសម្អាតអគារទាំងឡាយដែលត្រូវបានគេសង្ស័យថាមានសកម្មភាពឆបោកអនឡាញមានសកម្មភាពឆបោកតាមអ៊ីនធឺណិតអូខេតោះឥឡូវយើងមានពាក្យពិបាកទៀតនៅក្នុងហ្នឹងឥឡូវបងប្អូនយើងមើលពាក្យថា according to នេះមានន័យថាយោងតាម according to យោងតាម a report យោងទៅតាមរបាយការណ៍ from ពី the secretariat នឹងមានន័យថាលេខាធិការដ្ឋាន the commission គណៈកម្មាធិការ for combating សម្រាប់ការបង្ក្រាប online scams ការឆបោកតាមអ៊ីនធឺណិតអញ្ចឹងពី online ហ្នឹងយើងប្រែថាតាមអ៊ីនធឺណិតណាការឆបោកតាមអ៊ីនធឺណិតដែលហៅកាត់ថា CCOS from February 3rd to 18 មានន័យថាពីថ្ងៃទី3ដល់ថ្ងៃទី18ខែកុម្ភៈ Unified the Unify មានន័យថាឯកភាពពាក្យ Unify ហ្នឹងឯកភាពពេលនេះគេសរសេរវាជា adjective ហើយពាក្យ command មានន័យថាគណៈបញ្ជាការអញ្ចឹងគណៈបញ្ជាការឯកភាព of ហ្នឹងប្រធាននៃគេនេះយើងប្រើ administration មុនមក administration ប្រែរដ្ឋបាលរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញអញ្ចឹងពាក្យ conducted មានន័យថាដឹកនាំមានន័យថាដឹកនាំធ្វើសកម្មភាពអ្វីមួយក្នុងនេះគេសរសេរជា past tense ទម្រង់អតីតកាលបានដឹកនាំការបោះសម្អាត building មានន័យថាអគារទាំងឡាយ suspected នឹងប្រែថាដែលត្រូវបានគេសង្ស័យ host នឹងកាលណាគេនិយាយពី host អីមួយមានន័យថាយើងនឹងរៀបចំឲ្យមានអីមួយកើតឡើងណាដល់ពេល hosting online scam activity នឹងប្រែថាដែលធ្វើសកម្មភាពឆបោកតាមអ៊ីនធឺណិតអូខេឥឡូវយើងប្រែម្ដងទៀតតោះយោងតាមរបាយការណ៍នៃលេខាធិការដ្ឋានរបស់គណៈកម្មាធិការបង្ក្រាបការឆបោកតាមអ៊ីនធឺណិតដែលហៅកាត់ថា CCOI ពីថ្ងៃទី3ដល់ថ្ងៃទី18ខែកុម្ភៈគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដឹកនាំធ្វើការបោសសម្អាតអគារទាំងឡាយដែលត្រូវបានគេសង្ស័យថាមានសកម្មភាពការឆបោកតាមអ៊ីនធឺណិតអូខេតើលោកបងប្អូនយើងបន្ត paragraph របស់យើងជាបន្តទៀតអញ្ចឹងក្នុងនេះគេដាក់ថា the operation led by Phnom Penh Governor Khun Sreng raided 2,700 locations in all 14 districts of the capital inspected premises included office and residential buildings, borays, guest houses and hotels. Authorities discover 21,104 foreigners staying at the inspected sites, including 6,683 women. ប្រតិបត្តិការដែលដឹកនាំដោយអភិបាលក្រុងភ្នំពេញលោកឃុំស្រេងបានឆ្មក់ចូលទីតាំងចំនួន 2,700 កន្លែងនៅក្នុងខណ្ឌចំនួន 14 ទាំងអស់នៃរាជធានីភ្នំពេញបរិវេណដែលត្រូវបានត្រួតពិនិត្យរួមមានការិយាល័យអគារលំនៅឋានបរិយាផ្ទះសំណាក់និងសន្តាគារតែអាជ្ញាធរបានរកឃើញជនបរទេសចំនួន 21,104 នាក់ដែលកំពុងតែស្នាក់នៅក្នុងកន្លែងដែលត្រូវបានត្រួតពិនិត្យរួមទាំងស្ត្រីចំនួន 6,683 នាក់អូខេលោកបងប្អូនយើងមើលគេដាក់ថា the operation មានន័យថាប្រតិបត្តិការ led by Phnom Penh Governor Khun Sreng ដែលត្រូវបានដឹកនាំដោយអភិបាលក្រុងភ្នំពេញលោកឃុំស្រេងអញ្ចឹងបងប្អូនយើងមើលពាក្យ Governor នេះគឺអភិបាលមានន័យថាអ្នកគ្រប់គ្រងដល់ភ្នំពេញ Governor មានន័យថាអភិបាលក្រុងភ្នំពេញហើយក្នុងនេះគេប្រើពាក្យ led by មកពីពាក្យ lead នឹងដឹកនាំដល់ពេលគេសរសេរជាទម្រង់កិច្ចសព្ទខ្ទង់ទី3អញ្ចេះត្រូវបានដឹកនាំដោយក្នុងនោះគេសរសេរជាទម្រង់ past participle ដែល past participle វាកាត់ចេញពី clause វាកាត់ចេញពី relative clause raided វាគឺជាកិច្ចសព្ទនៃប្រយោគ the operation នេះជា subject បន្ទាប់មកគឺកិច្ចសព្ទវានេះ
ឆ្មក់ចូលមកពីពាក្យ raid គេសេចដំណងអតីតកាលអញ្ចឹងគឺមានន័យថាបានឆ្មក់ចូល2700 locations មានន័យថាទីតាំងចំនួន2700កន្លែង in all 14 districts នៅក្នុងខណ្ឌទាំង14នៅក្នុងខណ្ឌទាំងអស់ហ្នឹងគឺទាំង14អញ្ចឹងពាក្យ district ហ្នឹងមានន័យថាបើធម្មតាយើងប្រែថាស្រុកប៉ុន្តែបើនៅក្នុងរាជធានីភ្នំពេញអញ្ចឹងគឺគេប្រែថាខណ្ឌអញ្ចឹង districts of the capital មានន័យថាខណ្ឌទាំង14នៃរដ្ឋធានីបើសិនប្រទេសយើងមានស្ដេចអញ្ចឹងយើងដាក់រាជធានីមកហ្នឹងគឺរាជធានីភ្នំពេញហ្នឹងអញ្ចឹងបងប្អូនកលេចមកពី inspected នេះប្រែថាដែលត្រូវបានត្រួតពិនិត្យហើយ premises ហ្នឹងគឺបរិវេណបងប្អូនឃើញគេប្រើពាក្យ inspected នេះជាគុណនាមវាគឺជាប្រភេទគេថា past participle វាកើតចេញពីទម្រង់ relative clause នៅក្នុងទម្រង់ការ passive ណាបងប្អូនអូខេ past passive បរិវេណត្រូវបានត្រួតពិនិត្យ included រួមមានអញ្ចឹងពាក្យ included វាជា verb ហើយ subject វានៅណានេះ subject វា premises បរិវេណណារួមទាំងអីគេ office ការិយាល័យ and residential building និងអគារលំនៅឋានអញ្ចឹងបងប្អូនដឹងហើយពាក្យ resident នេះ resident នេះមានន័យថាប្រជាជនដែលរស់នៅក្នុងតំបន់តាមកន្លែងផ្សេងៗហ្នឹងដល់ពេល building អគារអញ្ចឹងអគារសម្រាប់ប្រជាជនរស់នៅគេហៅថាអគារលំនៅឋាន residential buildings បូរីគឺបូរីដដែល guest houses ផ្ទះសំណាក់ and hotel និងសន្តាគារប្រតិបត្តិការដែលដឹកនាំដោយអភិបាលក្រុងភ្នំពេញលោកឃុំស្រេងបានឆ្មក់ចូលទីតាំងចំនួន2700កន្លែងនៅក្នុងខណ្ឌចំនួន14ទាំងអស់នៃរាជធានីភ្នំពេញបរិវេណដែលត្រូវបានត្រួតពិនិត្យរួមមានការិយាល័យអគារលំនៅឋានបូរីផ្ទះសំណាក់និងសន្តាគារអូខេឥឡូវបងប្អូនយើងមើល sentence ខាងក្រោមមួយទៀតគេដាក់ថាម៉េច authorities discover អញ្ចឹង authority មានន័យថាអាជ្ញាធរ discover ជា verb រកឃើញឬក៏រកឃើញឲ្យមួយមកណានេះអញ្ចឹង authorities វាជា subject នៃប្រយោគហ្នឹងហើយពាក្យ discover វាជា verb ជាកិច្ចសព្ទគេសេជាទម្រង់កាល past tense ណាអតីតកាលមានន័យអាជ្ញាធរបានរកឃើញ 21,104 foreigner ណាជនបរទេសអញ្ចឹងជនបរទេសចំនួន 21,104 នាក់ staging at the inspected sites ដែលកំពុងស្នាក់នៅឯទីតាំងដែលត្រូវបានត្រួតពិនិត្យអញ្ចឹងត្រឹមពាក្យ staging at the inspected site នេះវាជា present participle phrase កាត់ចេញមកពី relative clause ដូចគ្នាកាត់ចេញមកពី relative clause នៅក្នុងទម្រង់កាល active clear នោះវា modify ទៅឲ្យពាក្យ foreigner នេះមានន័យជនបរទេសដែលកំពុងស្នាក់នៅកន្លែងត្រួតពិនិត្យ including ប្រែថារួមមានវាក៏ជា present participle phrase ដែលវា modify ទៅឲ្យពាក្យ foreigner នេះដូចគ្នាណាមានន័យថាក្នុងចំណោមជនបរទេសចំនួន 21,104 នាក់ហ្នឹងរួមបញ្ចូលទាំងស្ត្រី 6,683 នាក់តោះឡើយយើងប្រែឡើងវិញគេថាអាជ្ញាធរបានរកឃើញជនបរទេសចំនួន 21,104 នាក់ដែលកំពុងតែស្នាក់នៅក្នុងកន្លែងដែលត្រូវបានត្រួតពិនិត្យរួមទាំងស្ត្រីចំនួន 6,683 នាក់ឥឡូវយើងមាន paragraph ជាបន្តគេសេថាម៉េច separately during the same period law enforcement dismantled 40 online scam cases arresting 284 foreigners 31 of them women of 60 nationalities the detainees were from Vietnam China Myanmar South Korea Malaysia Nepal Bangladesh India Sri Lanka the Philippines Indonesia Pakistan and Singapore អូខេឥឡូវយើងប្រែម្ដងទៀតទៅគេដាក់ថាប្រតិបត្តិការដោយដលៃមួយទៀតក៏អំឡុងពេលជាមួយគ្នាមន្ត្រីអនុវត្តច្បាប់បានរុះរើករណីការឆបោកអនឡាញចំនួន40ដែលបានចាប់ខ្លួនជនបរទេសចំនួន284នាក់ក្នុងនោះស្ត្រីចំនួន31នាក់ដែលមានសញ្ជាតិចំនួន13ផ្សេងៗគ្នាជនដែលត្រូវបានគេឃុំខ្លួនគឺមកពីប្រទេសវៀតណាមចិនមីយ៉ាន់ម៉ាប្រទេសកូរ៉េត្បូងម៉ាឡេស៊ីនេប៉ាល់បង់ក្លាដេសឥណ្ឌាស្រីលង្កាហ្វីលីពីនឥណ្ឌូនេស៊ីប៉ាគីស្ថាននិងសិង្ហបុរីពាក្យ Separately នេះគឺមានន័យថាដាច់ដライមួយទៀតក្នុងនេះគេសំដៅទៅលើប្រតិបត្តិការដាច់ដライមួយទៀត Participle វាគឺជា adverb វាគឺជា sentence adverb during the same period ក៏អំឡុងពេលជាមួយគ្នា law enforcement ពាក្យ law enforcement នេះមានន័យថាអាជ្ញាធរនៃអនុវត្តច្បាប់
ណាមាន police មានទាហានអីហ្នឹងមានអាជ្ញាធរមានសមត្ថកិច្ចផ្សេងៗហ្នឹងគេថា law enforcement អាជ្ញាធរអនុវត្តច្បាប់ dismantle ហ្នឹងគឺមានន័យថារុះរើមានន័យថារុះរើឬក៏បង្ក្រាប online scam cases ករណីឆក់បោកតាមអ៊ីនធឺណិតចំនួន40កន្លែង arresting ដែលចាប់បានគេសរសេរជា present participle ប្រែថាដែលចាប់បានជនបរទេសនឹងចំនួន284នាក់ក្នុងនេះគេដាក់ comma មួយគេដាក់ថា 61 of them are women 31ក្នុងចំណោមពួកគេគឺជាស្ត្រី 61 of them are women នេះវាគឺជា positive phrase គេដាក់មកដើម្បីបញ្ជាក់ថាចំនួនជនបរទេស284នាក់ហ្នឹងមាន31នាក់ជាស្ត្រីធម្មតា of certain nationalities វាគឺជា prepositional phrase វាបញ្ជាក់ន័យទៅឲ្យណាគេវាបញ្ជាក់ន័យទៅឲ្យពាក្យ foreigner នេះ foreigner នេះជនបរទេសចំនួន84នាក់នៃឬក៏ដែលមានសញ្ជាតិចំនួន13ធម្មតាពេលហ្នឹងវាត្រូវសរសេរជាប់គ្នានេះត្រូវសរសេរថា foreigners of ឃើញទេ of certain nationality ប៉ុន្តែដោយសារក្នុងហ្នឹងគេដាក់ positive មួយគេបើក comma មួយដាក់ positive មកដើម្បីបញ្ជាក់អា foreigner នឹងទៀតថាមាន31នាក់ជាស្ត្រីអញ្ចឹងមកតមកគេបិទវិញតមកបាន of certain nationality នេះវាធ្លាក់មកដល់ខាងក្រោយណាបងប្អូនអូខេឥឡូវយើងតទៀត the detainee ហ្នឹងគឺមានន័យថាជនដែលត្រូវបានគេចាប់ឃុំខ្លួនណាអ្នកដែលត្រូវបានគេឃុំខ្លួន detainees មានន័យថាអ្នកដែលត្រូវបានឃុំខ្លួន were from គឺមកពីណាខ្លះនេះវៀតណាមប្រទេសចិនមីយ៉ាន់ម៉ាប្រទេសកូរ៉េខាងត្បូងស្រីលង្កានេប៉ាល់ប្រទេសនេប៉ាល់ហ្នឹងបង់ក្លាដេសឥណ្ឌាស្រីលង្កាហ្វីលីពីនប្រទេសហ្វីលីពីនឥណ្ឌូនេស្យាប៉ាគីស្ថាន and សិង្ហបុរីនិងប្រទេសសិង្ហបុរីអូខេឥឡូវយើងប្រែម្ដងទៀតទៅគេដាក់ថាប្រតិបត្តិការដោយដលៃមួយទៀតដល់អំឡុងពេលជាមួយគ្នាមន្ត្រីអនុវត្តច្បាប់បានរុះរើករណីការឆបោកអនឡាញចំនួន40ដែលបានចាប់ខ្លួនជនបរទេសចំនួន284នាក់ក្នុងនោះស្ត្រីចំនួន31នាក់ដែលមានសញ្ជាតិចំនួន13ផ្សេងៗគ្នាជនដែលត្រូវបានគេឃុំខ្លួនគឺមកពីប្រទេសវៀតណាមចិនមីយ៉ាន់ម៉ាប្រទេសកូរ៉េត្បូងម៉ាឡេស៊ីនេប៉ាល់បង់ក្លាដេសឥណ្ឌាស្រីលង្កាហ្វីលីពីនឥណ្ឌូនេស៊ីប៉ាគីស្ថាននិងសិង្ហបុរីអូខេតែឥឡូវបងប្អូនយើងបន្ត paragraph របស់យើងទៀតគេដាក់ថាម៉េច in connection with the crackdown police under the leadership of Lieutenant General Chunaran Deputy National Police Chief and Phnom Penh Police Commissioner forwarded 11 cases to court 22 Chinese, a Singaporean and a Cambodian identified as ringleaders and key accomplices has been charged in court អញ្ចឹងយើងប្រែប្រយោគទី1នេះគេដាក់ថាម៉េចតេតងជាមួយនឹងការបង្ក្រាបប៉ូលីសក្រោមការដឹកនាំរបស់ឧត្តមស្នេហ៍ឯកជួននរិនស្នងការរងប៉ូលីសជាតិនិងជាស្នងការប៉ូលីសរាជធានីភ្នំពេញបានបញ្ជូន11ករណីទៅកាន់តុលាការអញ្ចឹងប្រយោគទី2នេះយើងប្រែថាជនជាតិចិនចំនួន22នាក់សង្ហបុរីម្នាក់និងជនជាតិកម្ពុជាម្នាក់ដែលត្រូវបានគេស្គាល់ថាជាមេខ្លោងនិងអ្នករួមគំនិតសំខាន់ត្រូវបានចោទប្រកាន់នៅក្នុងតុលាការ in connection with ពាក់ព័ន្ធជាមួយនឹងការបង្ក្រាបអញ្ចឹងពាក្យ crackdown មានន័យថាបង្ក្រាបទាំងអស់ហ្នឹងវាជា prepositional phrase under នឹងនៅក្រោម the leadership ការដឹកនាំអញ្ចឹងពេលថាប៉ូលីសនៅក្រោមការដឹកនាំ Lieutenant General មានន័យថាឧត្តមសេនីយ៍ឯកជួននរិន Deputy National Police Chief មានន័យថាស្នងការរងប៉ូលីសជាតិអញ្ចឹងពាក្យ Deputy នេះមានន័យថារងឬក៏អនុប្រធានណា Deputy ហ្នឹងហើយពាក្យ National Police នោះប៉ូលីសជាតិ Chief ហ្នឹងមេប៉ូលីសពាក្យ Chief ហ្នឹងមេអញ្ចឹងបើសិនជាគេសរសេរថា Deputy អញ្ចឹងគឺមានន័យថាស្នងការរងឬក៏ជាអនុស្នងការរងប៉ូលីសជាតិ and ភ្នំពេញ Police Commissioners និងជាស្នងការប៉ូលីសរាជធានីភ្នំពេញ forwarded នេះវាជាកិច្ចសព្ទបងប្អូនវាជាកិច្ចសព្ទសំខាន់នៅក្នុង sentence ហ្នឹងប្រែថាបញ្ជូនណាវាស្មើពាក្យថាបញ្ជូនទៅឲ្យកន្លែងណាមួយ forwarded ប៉ូលីសនេះគឺជា subject 11ករណីនេះវាជា object នៃប្រយោគហ្នឹងតែម្ដងណាពាក្យ casing វាជា object ជាកម្មបត្តិហើយពាក្យ to court នេះវាគ្រាន់តែជា prepositional phrase ទេណាវាបញ្ជាក់ពីទីតាំងពីទិសដៅថាទៅកន្លែងណាមានន័យទៅតុលាការ
អញ្ចឹងយើងប្រែប្រយោគទី1នេះគេដាក់ថាម៉េចតេតងជាមួយនឹងការបង្ក្រាបប៉ូលីសក្រមការដឹកនាំរបស់ឧត្តមស្នេហ៍ឯកជួននរិនស្នងការរងប៉ូលីសជាតិនិងជាស្នងការប៉ូលីសរាជធានីភ្នំពេញបានបញ្ជូន11ករណីទៅកាន់តុលាការមើល sentence ខាងក្រោមប្រយោគខាងក្រោមវាសាមញ្ញទេ22 Chinese a Singaporean and a Cambodian អញ្ចឹងវាជាសព្ទជិញនៃប្រយោគអញ្ចឹងក្នុងប្រយោគខាងក្រោមគឺវាមាន compound subject របស់វាមានជនជាតិចិនចំនួន22នាក់ជនជាតិសិង្ហបុរីម្នាក់និងជនជាតិខ្មែរម្នាក់វាគឺជា subject នៃប្រយោគ identify រហូតដល់ as a ringleader វាគឺជា past participle phrase identify នេះដែលត្រូវបានគេស្គាល់ថាកាត់ចេញមកពី relative clause ដែលស្ថិតនៅក្នុងទម្រង់កាល passive អញ្ចឹងពាក្យ accomplice នឹងអ្នករួមគំនិតនិងអ្នករួមគំនិតសំខាន់ key នេះប្រែសំខាន់ណា have been charged in court ពាក្យ charge ចោទប្រកាន់ណា in court នៅក្នុងតុលាការអញ្ចឹងប្រយោគទី2នេះយើងប្រែថាជនជាតិចិនចំនួន22នាក់សិង្ហបុរីម្នាក់និងជនជាតិកម្ពុជាម្នាក់ដែលត្រូវបានគេស្គាល់ថាជាមេខ្លោងនិងអ្នករួមគំនិតសំខាន់ត្រូវបានចោទប្រកាន់នៅក្នុងតុលាការអូខេឥឡូវបងប្អូនយើងមើល paragraph បន្តគេសេថាម៉េចគេដាក់ថា the latest operation forms part of the broader national campaign known as XXL to eradicate all forms of online scam before the Khmer New Year in April. The Phnom Penh municipality has pledged to fulfill the mission before the last day of March. ក្នុងនេះខ្ញុំសរសេរក្រហមនេះកន្លែងនេះខ្ញុំចង់រំលេចប្រាប់ថា the operation នេះវាគឺជា subject នៃប្រយោគ forms វាជា verb វាជាសព្ទសំខាន់នៅក្នុងប្រយោគហ្នឹងហើយពាក្យ part ហើយពាក្យ part វាជា object អូខេហើយពាក្យផ្សេងនៅក្នុងប្រយោគហ្នឹងវាគ្រាន់តែជា modifier ពាក្យបញ្ជាក់នោះវាអាចជា prepositional phrase អាចជាផ្សេងមកគេលើយើងមើលអញ្ចឹងគេដាក់ថា the latest operation មានន័យថាប្រតិបត្តិការចុងក្រោយបង្អស់អញ្ចឹងពាក្យ latest នេះវាជា adjective វាជាគុណនាមដែល modify ទៅឲ្យពាក្យ operation មានន័យប្រតិបត្តិការចុងក្រោយបង្អស់អញ្ចឹង latest នេះប្រែចុងក្រោយបង្អស់ហើយពាក្យ forms ប្រែថាបង្កើតទៅជាទម្រង់អីមួយណា forms part នេះគឺផ្នែកមានន័យថាប្រតិបត្តិការចុងក្រោយបង្អស់នោះបង្កើតទៅជាផ្នែកអីគេ of a broader national campaign មានន័យថាយុទ្ធនាការពាក្យ campaign យុទ្ធនាការថ្នាក់ជាតិដែលមានលក្ខណៈធំទូលាយជាងមុនដែលមានលក្ខណៈធំជាងមុនពាក្យ broader known as ដែលត្រូវបានគេស្គាល់ឈ្មោះថា XHL អញ្ចឹង known as ហ្នឹងគឺគេសរសេរក្នុងហ្នឹងជា past participle phrase ដែលគេកាត់វាពីទម្រង់ពេញរបស់វាគឺគេកាត់ចេញមកពី relative clause នៅក្នុងទម្រង់កាល passive ដើម្បីលុបបំបាត់អញ្ចឹង eradicate នឹងលុបបំបាត់ all forms ទម្រង់គ្រប់ទម្រង់ទាំងអស់នៃអី online scam ការឆបោកតាមអ៊ីនធឺណិត before មុនពេលខ្មែរ New Year ចូលឆ្នាំខ្មែរ in April ក្នុងខែមេសាខែ4ណា The Phnom Penh municipality អញ្ចឹង municipality មានន័យថាសាលាក្រុងរាជធានីភ្នំពេញក្នុងហ្នឹងន័យទៅអញ្ចឹងសាលាក្រុងរាជធានីភ្នំពេញហើយ pledge សន្យាបើជា verb ធ្វើការសន្យាបានធ្វើការសន្យាថាម៉េច to fulfill ពេល fulfill មានន័យថាបំពេញឲ្យចប់សពគ្រប់ធ្វើអីមួយឲ្យវាចប់សពគ្រប់ fulfill the mission បេសកកម្មមានន័យថាសន្យានឹងបំពេញបេសកកម្មឲ្យចប់សពគ្រប់ before មុនពេល the last day ថ្ងៃចុងក្រោយ of March នៃខែមីនាអញ្ចឹងក្នុងគេសេថាសាលាក្រុងរាជធានីភ្នំពេញបានសន្យានឹងបំពេញឲ្យចប់សពគ្រប់នៅបេសកកម្មមុនពេលថ្ងៃចុងក្រោយនៃខែមីនា